ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញជាប្រភេទសារធាតុចម្រុះទឹកចំពោះសារធាតុចម្រុះទឹកខាងយើងខ្ញុំគឺយើងមានជា3ប្រភេទបងប្អូនចំពោះប្រភេទទី1គឺជាប្រភេទសារធាតុអានត្រាស័យការប្រើប្រាស់ជាប្រភេទសារធាតុអានត្រាស័យគឺយើងប្រើសម្រាប់កម្ចាត់កកចាគឺជួយធ្វើឲ្យទឹកថ្លាហើយទី2វិញគឺជាប្រភេទសារធាតុកាបូនចំពោះសារធាតុកាបូនជាប្រភេទប្រេនចាកូប៊ីបងប្អូនដែលមាន AFD ខ្ពស់រហូតដល់1200ផងដែរហើយការចាប់វិញគឺបានខ្លាំងមែនតើមិនថាក្លិនពណ៌ទឹកជាតិជ្រះជាកំបោរគឺចាកូប៊ីធ្វើការចាប់បានល្អខ្លាំងមែនតើណាបងប្អូនហើយទី3វិញគឺយើងមានជាប្រភេទសារធាតុ resin បងប្អូនចាចំពោះ resin គឺជាប្រភេទ brand extreme pure ដូច្នេះហើយសម្រាប់ពុកម៉ែបងប្អូនដែលជាម្ចាស់អាជីវកម្មផលិតទឹកពិសាបរិសុទ្ធឬក៏ពុកម៉ែបងប្អូនដែលមានប្រើប្រាស់ជាប្រភេទពន្ធចម្រោះទឹកស្អាតដែលតម្រូវការត្រូវការផ្លាស់ប្ដូរជាប្រភេទសារធាតុនៅក្នុងធុងចម្រោះរបស់ពុកម៉ែបងប្អូនអាចចេញធ្វើការទំនាក់ទំនងមកខាងក្រុមហ៊ុនយើងខ្ញុំបានក្រុមហ៊ុនយើងខ្ញុំមានលក់ជាប្រភេទសារធាតុគ្រឿងចម្រោះទឹកចាគ្រប់មុខទាំងអស់ទៅតាមតម្រូវការរបស់ពុកម៉ែបងប្អូនផងដែរចាសូមអរគុណ